សួស្តីអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីជជែកពិភាក្សារបស់យើងនៅថ្ងៃនេះនាងខ្ញុំសុជាតាពិតជាមានសេចក្តីសប្បាយរីករាយណាស់ដែលបានត្រឡប់មកជួបបងប្អូនម្ដងទៀតរួមជាមួយវត្តមានដ៏ពិសេសរបស់លោកពូសារឿនបាទសួស្តីសុជាតាហើយក៏សួស្តីទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ផងដែរថ្ងៃនេះអៀនមានប្រធានបទមួយដែលប្លែកហើយក៏អាចនឹងចាក់ដោតបេះដូងមនុស្សជាច្រើនទៀតផងពិតណាស់លោកពូប្រធានបទថ្ងៃនេះគឺហេតុអ្វីបានជាមនុស្សយើងនៅពេលដែលគេនិយាយការពិតតាមត្រង់បែរជាយើងមិនចង់ជឿឬមិនព្រមទទួលយកទៅវិញលោកពូយល់យ៉ាងណាដែរចំពោះរឿងនេះវាជារឿងដែលគួរឲ្យចាប់អារម្មណ៍ណាស់សុជាតាតាមពិតទៅមនុស្សយើងភាគច្រើនស្រឡាញ់ការពិតប៉ុន្តែយើងមិនចូលចិត្តអារម្មណ៍ដែលកើតចេញពីការពិតនោះទេការពិតខ្លះវាដូចជាថ្នាំជូរចត់អញ្ចឹងទោះដឹងថាវាព្យាបាលជំងឺបានក៏យើងនៅតែពិបាកលេបវាចូលដែរបាទលោកពូនិយាយត្រូវមែនតែនជួនកាលយើងសុខចិត្តស្ដាប់ពាក្យកុហកដែលពីរោះត្រចៀកជាជាងស្ដាប់ការពិតដែលធ្វើឲ្យយើងឈឺចាប់តើនេះមកពីយើងខ្លាចការផ្លាស់ប្ដូរឬក៏យ៉ាងណាកត្តាសំខាន់បំផុតគឺអត្តមិត្តឬ ego របស់យើងនឹងឯងនៅពេលដែលការពិតមកប៉ះទង្គិចនឹងអ្វីដែលយើងធ្លាប់ជឿជាក់ឬអ្វីដែលយើងចង់ឲ្យវាជាខួរក្បាលរបស់យើងនឹងបង្កើតរបាំងការពារភ្លាមយើងហៅវាថា cognitive dissonance ឬការមិនចុះសម្រុងគ្នានៃការយល់ដឹងចុះចំណែករឿងទំនុកចិត្តវិញលោកពូតើវាអាចមកពីអ្នកនិយាយនោះមិនមែនជាមនុស្សដែលយើងទុកចិត្តបានដែរទេទើបយើងមិនជឿទោះបីគេនិយាយត្រង់ក៏ដោយពិតប្រាកដណាស់ប្រភពនៃព័ត៌មានគឺសំខាន់ណាស់បើអ្នកនិយាយជាមនុស្សដែលធ្លាប់មានប្រវត្តិមិនល្អឬយើងមានការរើសអើងជាមួយគេស្រាប់ទោះបីគេនិយាយត្រង់កម្រិតណាក៏ដោយក៏ចិត្តយើងនៅតែមានមន្ទិលសង្ស័យដែរប៉ុន្តែសុជាតាដឹងទេសូម្បីតែមនុស្សដែលជិតស្និទ្ធបំផុតក៏ពេលខ្លះយើងមិនជឿគេដែរប្រសិនបើការពិតនោះវាពិបាកទទួលយកពេកខ្ញុំធ្លាប់ឆ្លងកាត់រឿងបែបនេះលោកពូពេលមិត្តភក្តិប្រាប់រឿងមិនល្អពីមនុស្សដែលយើងស្រឡាញ់យើងបែរជាខឹងមិត្តភក្តិម្នាក់នោះទៅវិញទាំងដែលគេគ្រាន់តែចង់ជួយវាពិតជាចម្លែកមែននឹងហើយគេហៅថាការបដិសេធការពិតដើម្បីការពារអារម្មណ៍ខ្លួនឯងយើងមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកការខកចិត្តដូច្នេះយើងជ្រើសរើសផ្លូវដែលស្រួលជាងគឺការមិនជឿតែម្ដងទៅចុះថាយើងគួរធ្វើដូចម្ដេចដើម្បីអាចទទួលយកការពិតបានកាន់តែប្រសើរព្រោះបើយើងមិនជឿការពិតយើងប្រហែលជាត្រូវដើរផ្លូវខុសកាន់តែឆ្ងាយចំណុចដំបូងគឺត្រូវរៀនដាក់ ego ចុះរៀនបើកចិត្តឲ្យទូលាយហើយសួរខ្លួនឯងថាតើខ្ញុំមិនជឿដោយសារវាជាការភូតកុហកឬខ្ញុំមិនជឿដោយសារខ្ញុំមិនចង់ឲ្យវាខ្លាយជាការពិតយើងត្រូវចេះបំបីអារម្មណ៍ចេញពីការពិតជាក់ស្ដែងសម្ដីលោកពូធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ការទទួលយកការពិតទោះវាឈឺចាប់ក៏វាជាគ្រឹះនៃភាពរឹងមាំនិងការលូតលាស់ដែរចុះសម្រាប់អ្នកដែលចង់និយាយការពិតទៅកាន់អ្នកដទៃវិញលោកពូមានបច្ចេកទេសអ្វីខ្លះដើម្បីឲ្យគេងាយជឿការនិយាយការពិតត្រូវមានសិល្បៈសុជាតាយើងត្រូវជ្រើសរើសពេលវេលានិងទីកន្លែងដែលសមរម្យសំខាន់បំផុតគឺចេតនាបើគេដឹងថាអ្នកនិយាយចេញពីបេះដូងនិងដើម្បីផលប្រយោជន៍របស់គេនោះរបាំងការពារចិត្តរបស់គេនឹងថយចុះកុំនិយាយការពិតដើម្បីតែចង់ឈ្នះឬដើម្បីបង្អាប់អ្នកដទៃពិតជាអស្ចារ្យមែនលោកពូសេចក្តីសុបរិសត្រូវតែដើរទន្ទឹមគ្នាជាមួយការពិតបើការពិតគ្នាមេត្តាធម៌ទេវានឹងក្លាយជាអាវុធមុតស្រួយដែលធ្វើឲ្យគេចង់រត់ចេញត្រឹមត្រូវណាស់ការពិតដែលស្រោចស្រពដោយសេចក្តីស្រឡាញ់គឺការពិតដែលផ្លាស់ប្ដូរជីវិតមនុស្សបានជាចុងក្រោយលោកពូតើលោកពូមានពាក្យអ្វីបន្ថែមសម្រាប់អ្នកស្ដាប់ដែលកំពុងស្ថិតក្នុងស្ថានភាពពិបាកសម្រាប់ចិត្តជឿឬមិនជឿលើអ្វីមួយដែរឬទេបាទសូមចងចាំថាការពិតវានៅតែជាការពិតទោះយើងជឿឬមិនជឿការទទួលស្គាល់វាឲ្យបានឆាប់នឹងជួយឲ្យយើងមានពេលវេលាក្នុងការរៀបចំខ្លួននិងកែខៃស្ថានភាពបានកាន់តែប្រសើរកុំឲ្យភាពភ័យខ្លាចបិទភ្នែករបស់អ្នកមិនឲ្យឃើញពន្លឺនៃការពិតអីអរគុណលោកពូសារឿនខ្លាំងណាស់សម្រាប់ការចែករំលែកដ៏មានតម្លៃនៅថ្ងៃនេះនាងខ្ញុំសង្ឃឹមថាអ្នកស្ដាប់ទាំងអស់គ្នានឹងទទួលបានចំណេះដឹងនិងកម្លាំងចិត្តក្នុងការប្រឈមមុខនឹងការពិតក្នុងជីវិតបាទសូមអរគុណសុជាតាដែរដែលបានអញ្ជើញពូសង្ឃឹមថាជួបគ្នានៅវគ្គក្រោយៗទៀតកម្មវិធីរបស់យើងនៅថ្ងៃនេះឈានមកដល់ទីបញ្ចប់ហើយសូមអរគុណប្រិយមិត្តដែលបានចំណាយពេលដ៏មានតម្លៃស្ដាប់ពួកយើងសូមជូនពរគ្រប់គ្នាឲ្យមានសេចក្តីសុខនិងភាពក្លាហានក្នុងចិត្តជួបគ្នានៅសប្តាហ៍ក្រោយលាហើយ